ទឹកធ្លាក់វាពួយនៅខេត្តកំពតកម្ពស់50ម៉ែត្រអ្នកនរគ្នាឥឡូវនេះយើងកំពុងតែចាប់ផ្ដើមធ្វើដំណើរទៅលេងទឹកធ្លាក់វាពួយកម្ពស់50ម៉ែត្របងប្អូនដែលមិនទាន់បានមកលេងអាចមកលេងបានខេត្តនេះគឺស្អាតមែនទែនបងប្អូនឥឡូវយើងកំពុងតែចាប់ផ្ដើមធ្វើដំណើរទៅអ្នកនរគ្នាជាមួយធីមការងាររបស់ខ្ញុំពេលវេលាដែលខ្ញុំឡើងទៅហ្នឹងគឺថ្ងៃត្រង់ដែរអ្នកនរគ្នាឡើងទៅម៉ោង11អាចនឹងកន្លះម៉ោងខ្ញុំឡើងទៅដល់ព្រោះថាខ្ញុំដើរអត់បានឈប់ទេហើយគ្នាខ្ញុំក៏តិចដែរធ្វើ4-5នាក់អញ្ចឹងហើយសិតតអ្នកចង់ឃើញចង់ស្គាល់ហើយអញ្ចឹងហើយក៏ប្រញាប់ទៅដើម្បីទៅដល់នោះយើងបានឈប់យើងបានលេងទឹកយើងបានញ៉ាំអីព្រោះថាយើងទៅហ្នឹងយើងមានដូចជាប្រហិតយើងមានដូចជាម្ជូរដើម្បីញ៉ាំអីនៅខាងលើហ្នឹងដើម្បីគយគន់មើលទេសភាពទឹកធ្លាក់អញ្ចឹងបងប្អូនអញ្ចឹងហើយយើងក៏ធ្វើដំណើរពីម្តង់ទៅម្តង់ឆ្លងព្រៃមួយទៅព្រៃមួយឆ្លងអូមួយទៅអូមួយអញ្ចឹងអ្នកនរគ្នាតែទេសភាពខ្ញុំឲ្យ10លើ10គឺខែនេះគឺពេញស្អាតហើយបងប្អូនដែលចង់ឲ្យផ្លោដើរព្រៃអីបងប្អូនអាចសាកល្បងបានបងប្អូនដែលអញ្ជើញមកលេងកុំភ្លេចត្រៀមនៅសម្លៀកបំពាក់ណាដែលងាយស្រួលធ្វើដំណើរនៅក្នុងព្រៃដោយបងប្អូនបានឃើញគឺផ្លូវដែលយើងធ្វើដំណើរគឺវាពិបាកមានការឡើងចុះឬក៏ត្រូវទាញនេះទាញនោះអញ្ចឹងការស្លៀកពាក់របស់យើងត្រូវតែរកសម្លៀកបំពាក់ណាដែលមើលទៅវាងាយស្រួលធ្វើដំណើរបងប្អូនដែលចូលចិត្តដើរព្រៃឬក៏រុករកបងប្អូនអាចមកសាកល្បងបានមើលតែផ្លូវទៅដឹងហើយថាយើងត្រូវធ្វើអីខ្លះយើងត្រូវតែឡើងយើងត្រូវតែចុះយើងត្រូវតែទាញយើងត្រូវតែលូនយើងត្រូវតែក្រាបគឺមានគ្រប់បែបគ្រប់សពទាំងអស់សម្រាប់ការធ្វើដំណើររបស់ពួកខ្ញុំប្រហែលជាកន្លះម៉ោងពួកខ្ញុំទៅដល់ទឹកធ្លាក់ខាងលើពួកខ្ញុំអត់បានឈប់សម្រាកទេតែបើនិយាយថាពួកគាត់ហត់អត់គឺពួកគាត់ហត់តែពួកគាត់អត់ឈប់ទេពួកគាត់ធ្វើដំណើរ direct ទៅរហូតតែម្ដងឥឡូវនេះយើងបានឮសូរសំឡេងទឹកធ្លាក់នៅខាងលើហើយ finally ឥឡូវយើងបានមកដល់ទឹកធ្លាក់បានជោគជ័យមកដល់នេះប៉ះនឹងចំហាយទឹកធ្លាក់មកពីលើហ្នឹងគឺត្រជាក់មែនទែនដូចទឹកកកអញ្ចឹងនិយាយពីទេសភាពគឺស្អាតមែនទែនអ្នកនរគ្នាខ្ញុំស្ដាយមែនទែនដែលខ្ញុំអត់បានយកដ្រូនមកដោយសារតែខ្ញុំខ្លាចភ្លៀងដោយសារតែខែនេះខែវស្សាគឺតិចភ្លៀងហើយខ្ញុំមិនរំពឹងថាវានឹងអត់ភ្លៀងទេខ្ញុំស្ដាយមែនទែនដែលខ្ញុំអត់បានយកដ្រូនមកខ្ញុំយកតែកាមេរ៉ាមកអញ្ចឹងហើយខ្ញុំបានតែផ្ដិតយករូបភាពនៅខាងក្រោមហ្នឹងឯងនិយាយពីទឹកវិញគឺថ្លាមែនទែនថ្លាឡើងឃើញបាតហើយអ្នកនរគ្នាឥឡូវនេះយើងមុននឹងយើងលេងទឹកយើងត្រូវដាក់អាហារសម្រន់យើងមួយសិនទៅជាមួយនឹងប្រហិតជាមួយនឹងអីហ្នឹងហើយយើងកុំភ្លេចសម្រាប់របស់យើងដែលយើងកាន់មកយើងក៏ត្រូវកាន់ទៅវិញឬក៏យើងត្រូវយកទៅបោះចោលឲ្យបានត្រឹមត្រូវអូខេ guys វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេឥឡូវក៏ channel ជាងចប់ដែរក៏សូមអរគុណសូមជម្រាបលា